បាទសូមជម្រាបសួរប្រិយមិត្តអ្នកតាមដានទស្សនានីតិសុខភាពប្រចាំថ្ងៃបាទថ្ងៃនេះខ្ញុំបាទសូមលើកយករបៀបធ្វើឲ្យសុខភាពល្អ6យ៉ាងងាយងាយនិងខ្លីៗដែលប្រិយមិត្តអាចយកទៅអនុវត្តដើម្បីឲ្យមានសុខភាពល្អសូមរីករាយទស្សនាដូចតទៅទី1គឺអាហារូបត្ថម្ភល្អអាហារគឺចាំបាច់សម្រាប់យើងណាជាងការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាពិសេសគឺបន្លែផ្លែឈើដែលចម្រុះពណ៌បាទហើយនិងសាច់ដែលមានជាតិខ្លាញ់តិចកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ខ្ពស់បាទផ្អែមខ្លាំងនិងមានអំបិលគឺជាតិប្រៃខ្លាំងផឹកទឹកឲ្យបានគ្រប់គ្រាន់បាទអាចពី2ទៅ3លីត្រក្នុងមួយថ្ងៃអញ្ចឹងនេះគឺជាប្រភេទអាហារដែលយើងត្រូវបរិភោគមានបន្លែផ្លែឈើបាទត្រីសាច់ប៉ុន្តែយើងត្រូវតែបន្ថយជាតិខ្លាញ់ជាតិស្ករជាតិអំបិលនិងបាទពិសាទឹកឲ្យបាន2ទៅ3លីត្រក្នុងមួយថ្ងៃទី2គឺការហាត់ប្រាណជាការហាត់ប្រាណគឺជួយយើងឲ្យមានរាងកាយមាំមួនក៏ដូចជាបញ្ញាស្មារតីភ្លឺស្វាងយើងត្រូវតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ក៏បាន30នាទីដូចជាដើររត់ជិះកង់និងធ្វើកីឡាផ្សេងព្រោះការហាត់ប្រាណជួយបង្កើននៅបាទកម្លាំងជួយធ្វើឲ្យបេះដូងរបស់យើងមានសុខភាពល្អនិងភាពរហ័សរហួននៃរាងកាយក៏ដូចជាបញ្ញាស្មារតីផងដែរទី3គឺការគេងគ្រប់គ្រាន់ជាងការគេងគឺចាំបាច់សម្រាប់មនុស្សម្នាក់បាទយើងត្រូវតែគេងឲ្យបានពី7ទៅ8ម៉ោងព្រោះការគេងជួយស្ដារកម្លាំងកាយដែលយើងហត់នឿយក្នុងការបំពេញការងារពីថ្ងៃបាទធ្វើឲ្យខួរក្បាលរបស់យើងនឹងបាទធ្វើការងារបានល្អបាទជួយបង្កើននូវការចងចាំនិងភាពរហ័សរហួនក្នុងការគិតបាទទី4គឺការថែសុខភាពផ្លូវចិត្តចឹងទន្ទឹមនឹងការថែសុខភាពផ្លូវកាយការថែសុខភាពផ្លូវចិត្តនេះគឺចាំបាច់ណាស់ព្រោះសុខភាពផ្លូវកាយនិងផ្លូវចិត្តត្រូវតែដើរទន្ទឹមគ្នាគឺយើងធ្វើកុំឲ្យចិត្តរបស់យើងមានភាពតានតឹងមាន stress ច្រើនពេកបាទយើងអាចធ្វើសកម្មភាពណាដែលយើងចូលចិត្តដូចជាការលេងកីឡាការច្រៀងកម្សាន្តការដើរលំហែផ្សេងបាទអាចធ្វើសកម្មភាពដែលធ្វើឲ្យចិត្តយើងស្ងប់ដូចជាសមាធិជាដើមក៏បានដែរមួយទៀតទី5គឺការជៀសវាងពីអ្វីដែលមានផលអវិជ្ជមានដល់រាងកាយរបស់យើងទាំងសុខភាពផ្លូវកាយទាំងផ្លូវចិត្តផងដែរនោះហើយជាពិសេសនោះគឺការជៀសវាងពីការជក់បារីផឹកស្រាភេសជ្ជៈផ្អែមខ្លាំងប្រៃខ្លាំងហ្នឹងដូចយើងរៀបរាប់ខាងមុនខ្លះបាទនឹងមិនប្រើប្រាស់គ្រឿងញៀនហើយទី6គឺការពិនិត្យសុខភាពជាប្រចាំព្រោះយើងទាំងអស់គ្នាវ័យវឌ្ឍនាការរបស់យើងដូចជាព្រះពុទ្ធលោកបានលើកឡើងហើយគឺយើងកើតមកហើយតែងតែមានជារាបជាធិចឹងរាងកាយយើងនៅពេលយើងសុខភាពយើងក៏ចាស់ទ្រុឌទ្រោមទៅតាមវ័យរបស់យើងដែរចឹងយើងក៏អត់ដឹងថាយើងមានជំងឺអ្វីបាទមានបញ្ហាសុខភាពអ្វីនោះដែរទាល់តែយើងពិនិត្យជាប្រចាំដើម្បីតាមដាននិងបង្ការវាជាមុនបាទសូមអរគុណចំពោះការយកចិត្តទុកដាក់តាមដាននីតិសុខភាពរបស់